បាទសូមគោរពពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់និងរាប់អានហើយថ្ងៃនេះគឺខ្ញុំមកធ្វើវីដេអូបង្ហាញពីរបៀបប្រើប្រាស់កម្មវិធី ArcGIS កម្រិតដំបូងចឹងកុំឲ្យខាតពេលវេលាយើងបើកកម្មវិធី ArcGIS របស់យើងមកហើយកម្មវិធីដែលខ្ញុំប្រើគឺ version 10.8 នេះអ្នកនរគ្នាអ្នកនរគ្នាចង់បាន version នេះអាចចូលទាញយកទៅ install បាននៅ link នៅក្នុង description ខាងក្រោមចូលទៅវានឹង direct ទៅកាន់ Google Drive របស់ខ្ញុំហើយ download យកទៅប្រើប្រាស់ទៅបាទរងចាំបន្តិចបើជាដំបូងពេលយើងបើកកម្មវិធីនេះអត់ទាន់មានផ្ទាំងបែបនេះទេអានេះខ្ញុំធ្លាប់ប្រើហើយអញ្ចឹងទី1បាទ tool ទាំងអស់គឺអត់ទាន់បើកទេណា tool ទាំងអស់នេះដូច snapping ដូចអីនេះអត់ទាន់មានទេអញ្ចឹងអ្នកនរគ្នាអាចបើក tool របស់ខ្ញុំបានឧទាហរណ៍នេះ Cogo អីនេះខ្ញុំបិទទៅគឺបិទអញ្ចឹងអ្នកនរគ្នាអាចនេះមើលតាមហ្នឹងទៅបាទខ្ញុំបើក tool លេខខ្លះខ្ញុំដាក់ចោលមកបន្ទុកអាហ្នឹង tool សិតចាំបាច់ប្រើប្រាស់នៅថ្ងៃក្រោយនៅវីដេអូក្រោយទៀតនេះមាន advanced editing Cogo data driving page draw edit vector editor feature construction អីហ្នឹងមកអ្នកនរគ្នាបើកតាមខ្ញុំមកបន្ទាប់ពីបើកចឹងហើយយើងត្រូវតម្រូវឲ្យអាចហៅថា sample របស់យើងនេះដាក់នៅចំ zone ដែលយើងនៅបាទឧទាហរណ៍យើងនៅប្រទេសកម្ពុជាអញ្ចឹងយើងចូលមកកន្លែង layer ដើម្បីដាក់ទៅកាន់ zone ដែលយើងនៅបាទនេះ coordinate system នេះអញ្ចឹង zone ដែលយើងនៅប្រទេសកម្ពុជាគឺ WGS 1984 UTM 088N អញ្ចឹងអានេះខ្ញុំបានដាក់វាមក favorite ហើយព្រោះអីខ្ញុំធ្លាប់បានប្រើប្រាស់រួចហើយអញ្ចឹងខ្ញុំដាក់វាមក favorite កុំឲ្យបាក់រកអញ្ចឹងដើម្បីទៅរកនេះយើងមកកន្លែងបច្ចេក coordinate system នេះមកចោលក្រុមគេបន្ទាប់មកយើងបើកវា scroll មកពាក្យថា UTM យើងបើកទៀតមកហើយយើងមកពាក្យថា WGS 1984ចូលមកទៀតមកបន្ទាប់មកយើងចូល Northern នេះ Northern 48N យើងចូលមកបើយើងចូល Southern បានន័យថាកន្ទុយ S អញ្ចឹងយើងចូល Northern មកយើងទៅរក scroll ទៅរកនេះ WGS 1984 UTM 088N តមកនេះដោយសារខ្ញុំបានដាក់ favorite ហើយអ្នកនរគ្នាអាចចុចលើហ្នឹងហើយនេះកន្លែង add to favorite add វាទៅថ្ងៃក្រោយពេលយើងបង្កើតនៅ sample ថ្មីយើងអាចងាយស្រួលបាទមិនបាច់ទៅរកវិញឆ្ងាយវានៅលើហ្នឹងមកអញ្ចឹងបន្ទាប់មកយើង apply វាឲ្យអូខេមកអញ្ចឹងអាហ្នឹងគឺជាកម្រិតដំបូងដែលយើងរៀបចំទៅលើផ្ទាំង page របស់យើងឲ្យវាមើលទៅវាអាចថាងាយស្រួលក្នុងការប្រើប្រាស់ថ្ងៃក្រោយអញ្ចឹងអ្នកនរគ្នាអាចរៀបចំបានដូចខ្ញុំអញ្ចឹងរៀបចំទៅដាក់ tool editor ដាក់អីនៅក្បែរគ្នាអញ្ចឹងទៅងាយស្រួលអាចថាដាក់មិនក៏ដោយឲ្យតែអ្នកនរគ្នាងាយស្រួលក្នុងការប្រើប្រាស់ថ្ងៃក្រោយអូខេបាទអញ្ចឹងវីដេអូនេះគ្រាន់តែចង់បង្ហាញពី interface ដែលយើងត្រូវរៀបចំសម្រាប់ sample របស់យើងហើយនឹងបង្ហាញអ្នកនរគ្នានៅវីដេអូក្រោយអំពីរបៀប add data ឬក៏ add layer របស់យើងចូលដើម្បីប្រើប្រាស់គូផែនទីឬក៏បំលែងផែនទីផ្សេងៗអញ្ចឹងសង្ឃឹមថាជាប្រយោជន៍ជួបគ្នានៅវីដេអូក្រោយសូមអរគុណ